ថ្មីដល់តែកូនវាប៉ុណ្ណាកុំឲ្យខាតពេលយូរទៅមើលទាំងអស់គ្នាហើយកុំភ្លេចជួយ Subscribe Follow page នឹងជាម្នាក់មួយផងសូមអរគុណដើម្បីមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតទីទៀតដល់រដូវយើងរោត្រីហើយចាំតមីភ្លៀងទេតមីភ្លៀងមករោត្រីរោងកែបថតឲ្យអ្នកទាំងគ្នាបានឃើញភូមិខ្ញុំពេលសម្បូរដែរនេះពេលសម្រាប់ស្រុកស្រែឡើយកុំឲ្យខាតពេលយូរតោះទៅមើលកូនសកាកែទាំងអស់គ្នាចាំបន្ទាប់មកខ្ញុំទៅមើលសម្បូរលលោកត្រៀងកាលពីថ្ងៃមុនខុសគ្នាអ្នកគ្នាឃើញកូនវាគឺខុសគ្នាវាកូនសកាកែវនិងអានេះកូនសកាកែវពងដល់ទៅ4នេះបងប្អូនកូនតែមួយគ្រឿបកាលរបស់អញលោកមុន4ពងវានោះពេលញើសបានតែមួយអត់ទាន់ចេះហាមើលទៀតកូនវាកូនបែបនេះហើយសកាកែវាខុសពីកូនក្លីងក្លងដែលតែបង្ហាញឲ្យលោកមុនតែខ្ញុំអត់ហ៊ានប៉ះវាយូរទេលោកវាទៅវិញជើងធំល្អទៀតខ្ញុំដាក់វាទៅវិញហើយចូលទៅក្នុងសម្បកវិញខ្លាចមេវានេះយើងទៅតាមដានមើលសម្បកលោកទាំងអស់គ្នានេះអត់នៅទៀតទេវាទៅបាត់ហើយកាយកូនកាយសម្បកចោលអស់បាត់ហើយហើយតោះនិយាយគ្នាមានរឿងចង់និយាយតិចពួកសត្វចេះវាតំណមចេះនេះពិបាកយើងពិបាកត្រង់ថាពួកសត្វព្រៃខ្លះវាស្រួលចិញ្ចឹមទីវាស្រួលផ្សំពួកសត្វខ្លះវាពិបាកដូចលោកមិញអ្នកនរគ្នាឃើញហើយវាអង្កាយសម្បកអង្កាយអុយចោលលីងតែឃើញយើងមកមើលមកលឹងវាទៅ2 3ដងទៅលើវាគឺអង្កាយសម្បកចោលអស់ខ្ញុំមិនដឹងថាតំណមវាមិនសូម្បីតែកូនធំប៉ុណ្ណាក៏ដោយគឺវាអត់ຕົកទេអង្កាយចោលទៅល្អកាយទៅលាកកូនទៅលាកអុយទៅឡាតិចដូច្នេះខ្ញុំលេងហ៊ានថតលេងហ៊ានដាក់កាមេរ៉ាខ្លាចវាអង្កាយទៅលាកចេះទៀតបើសកាកែវអត់អីទេដោយពពួកលលោកបើតាមខ្ញុំធ្លាប់ដឹងពពួកលលោកមួយនិងពពួកនេះពពួកមិនព្រៃអីនេះប៉ះប៉ងអត់បានទេទៅធំក្លិនមនុស្សធំក្លិនអីគឺវាលេងមកក្រាបលេងមកក្បែរសម្បកវាទៀតហើយគឺកាយពងអីក៏បាត់ចោលអស់អានេះវាទៅលើរបស់សត្វព្រៃវាការពារសុវត្ថិភាពខ្លួនវាឬក៏វាមិនទេអត់ដឹងទេដឹងតែពពួកចេះគឺវាឆ្លាតរលកនេះមួយមិនព្រៃនេះមួយឆ្លាតណាស់រស់នៅរបស់វាហើយវាអត់ចេះតែមកផ្សំជាមួយមនុស្សប្រេះប្រាស់ទេតែមិនសំណំកាយសម្បកកាយអីចោលអស់វីដេអូខ្ញុំមានតែប៉ុណ្ណេះហើយកុំឲ្យវែងឆ្ងាយច្រើនកុំភ្លេចជួយ Subscribe និង Follow page សៀមអ្នកមួយផងសូមអរគុណបាយបាយចាំទស្សនាវីដេអូថ្មីចាំតមីភ្លៀងទេហានរោត្រីរោងកែបចាំត្រីឡើងចេញពីស្រះ